សាច់រឿងចាប់ផ្ដើមជាហងនេះគឺមិនអាចផ្លាស់ទីទៅណាបានទេត្រូវបានលីជៀនប្រស្និតដល់ប្រជុំកនេះជាប់ចំណែកក៏វ៉ាលេនគិតក្នុងចិត្តថាលីជៀនគេបានរៀបចំផែនការជាច្រើនដើម្បីនាំខ្ញុំមកដល់ទីកន្លែងនេះហើយកំណត់របស់គេគឺពិតជាជ្រៅម្ចាស់ទៀតចំពោះវ៉ាលេនដែលយកព្រមចូលមកគឺដើម្បីទទួលបានវិជាផ្កាអង្កេតសិលទាំង18ហើយក៏សម្បូរទៅមើលក្បួនច្បាប់នៃការរឹតបន្តឹងនៅលើភ្នំទាំងអស់នេះគឺពិតជាចម្លែកប្រសិនបើលីជៀនគេធ្វើសកម្មភាពមុនមួយជំហាននោះគ្រោះថ្នាក់នឹងកើតឡើងពីបាននៅក្នុងការស្មានតុកអញ្ចឹងខ្ញុំគឺមកគូណានៅស្ងៀមឡាយដូច្នេះក៏ទៀងចិត្តផ្លាស់ដើរវាយកាប់ទៅមួយស្និតនឹងបានចូលទៅវាយជាមួយនឹងលីជៀននៅផ្ទាល់ចំណែកក៏ជីហុងដែលមានឱកាសល្អនេះក៏បានផ្លាស់ទីចាក់ចេញកិច្ចខ្លួនទៅវ៉ាលេននិយាយថាឯងក៏បានរៀបចំក្រុមការដើម្បីធ្វើបាបខ្ញុំមែនទេប៉ុន្តែចំពោះលីជៀននិយាយថាលបងស៊ូក៏ប៉ុន្តែខ្ញុំក៏ចង់ឲ្យលបងជួយនៅក្នុងការប្រើប្រាស់វិជាមន្តអាគមនៃការបង្ខាំងពេលវេលាវ៉ាលេនលឺចឹងហើយក៏បានប្រើប្រាស់វិជាមន្តអាគមនៃការបង្ខាំងពេលវេលាធ្វើឲ្យលីជៀនកាក់ស្គប់នៅមកកន្លែងផ្លាស់ទីយ៉ាងលឿននិយាយថាខ្ញុំគឺស្អប់បំផុតអ្នកដែលពួកការភូតផលបោកប្រាស់អញ្ចឹងក៏បានវាយមួយដៃធ្វើឲ្យលីជៀនឡើងប៉ាំងក្អួតឈាមចេញមកទេផងលីជៀនងើបក្រោកឡើងនិយាយម្ដងទៀតរាប់ណាលបងស៊ូគឺសុទ្ធចិត្តជួយខ្ញុំនៅក្នុងការប្រើប្រាស់វិជានៅក្នុងការបង្អាក់ពេលវេលាហើយនោះនឹងមានសញ្ញាត្រាទេសកលនៅលើខ្លួនរបស់ខ្ញុំនៅត្រូវបានកាប់ផ្ដាច់ចេញជាជាមិនខានតែវ៉ាលេនប្រេសនិតដើមមួយស្និតវាយកាប់ចូលទៅថានេះវាគឺជាកិច្ចការងាររឿងផ្ទៃក្នុងនៃក្រុមគ្រួសារតកូលីវាគឺគ្មានពាក់ព័ន្ធអ្វីជាមួយនឹងខ្ញុំទេដូច្នេះលីជៀនគេបានប្រើប្រាស់ក្បួនច្បាប់នៃការរឹតបន្តឹងសម្រាប់រំគេចេញមកទប់ទល់ជាមួយនឹងស្នេហ៍ផ្លែដៅរបស់វ៉ាលេនផ្ទុះឡើងរំជួយហើយនៅបានបញ្ចេញកម្លាំងសម្ពាធជាន់សកលទៅកាន់វ៉ាលេនទៀតផងវ៉ាលេនគឺក្នុងចិត្តនេះវាគឺជាក្បួនច្បាប់នៃការរឹតបន្តឹងសម្រាប់រំគេដែលវាបានរួមសម្បញ្ចូលគ្នាជាមួយនឹងក្បួនច្បាប់នៃការរឹតបន្តឹងនៅលើភ្នំទាំងអស់នេះផងដែរហើយខ្ញុំគ្រាន់តែចង់បាននៅវិជាផ្កាអង្កេតសិលតាំង18គឺមិនគួរណាប្រតិបត្តិជីវិតបែបនេះឡើយអញ្ចឹងលីជៀនគេបានប្រើប្រាស់កម្លាំងចាប់ទាញជីហុងឲ្យនឹងធ្វើត្រឡប់មកវិញមកនេះក៏និយាយគម្រាមលីជៀនអញកុំភ្លេចថាសមាជិកគ្រួសាររបស់អញក៏ស្ថិតនៅខាងក្រៅដែរតែលីជៀននិយាយថាគឺពិតជារំខានមែនបន្ទាប់ពីឡើងទៅលើកំពូលភ្នំខ្ញុំនឹងសម្រាប់នាងយើងឈាមមើលធ្វើការបូជាហើយក៏និយាយទៅកាន់វ៉ាងលៀនលបងស៊ូរឿងបញ្ហាអាប់អួរទាំងអស់នេះគឺមិនគួរណាបង្ហាញឲ្យលបងស៊ូមើលទេបើនិយាយជារួមទៅខ្ញុំគឺគ្មានចេតនាអាក្រក់ចំពោះលបងឡើយគ្រាន់តែចង់ពឹងលើកម្លាំងថាពលវេទមន្តមន្តអាគមនៃការបង្អាប់ពេលវេលាលបងមកប្រើប្រាស់តែប៉ុណ្ណោះហើយដូច្នេះនៅពេលនេះច្បាប់នៃការរឹតបន្តឹងទាំងអស់ខ្ញុំក៏បានដកវាចេញហើយគឺរំពឹងថាលបងនឹងស្ដាប់រឿងរ៉ាវខ្លះៗតាក់ទងជាមួយនឹងគ្រួសាររបស់ខ្ញុំដូច្នេះគ្រួសារតកូលីរបស់ខ្ញុំគឺល្បីល្បាញណាស់កាលពីសម័យបុរាណតាក់ទងជាមួយនឹងក្បួនច្បាប់នៃការរឹតបន្តឹងប៉ុន្តែរយៈពេល30000ឆ្នាំមុនបុព្វបុរសរបស់ខ្ញុំម្នាក់គាត់ក៏ទទួលរងនៅត្រានិមិត្តសញ្ញាទេសកលដែលស្ថិតនៅទីកន្លែងនេះហើយចាប់តាំងពីពេលនោះមកអំណាចនៃគ្រួសាររបស់ខ្ញុំគ្មានការអន់ថយជារំដាំពីមួយចំនួនទៅមួយចំនួនមិនថានរណាគេមានសមត្ថភាពយ៉ាងណាក៏ដោយគឺមិនអាចបំបែកកម្រិតនៃការវឹកហាត់ឈានទៅដល់កម្រិតទី8បានឡើយចំណែកអាយុកាលនៃការរស់នៅបើប្រៀបធៀបជាមួយនឹងអ្នកវឹកហាត់ផ្សេងទៀតគឺមានអាយុកាលអន់ថយចុះ 30% ផងដែរដោយពុជពងនៃតកូលីរបស់ខ្ញុំគឺប្រៀបបានដូចជាផ្សែងភ្លើងធកដែលកំពុងតែឆេះរសាត់អស់ទៅអញ្ចឹងនៅក្នុងការលំបាកដើម្បីសញ្ញាត្រាទេសកលនេះសមាជិករាប់មិនអស់ដែលស្ថិតនៅគ្រួសារតកូលីពួកគាត់គឺស្ម័គ្រចិត្តបូជាសាច់ឈាមខ្លួនឯងដើម្បីចម្បាញ់បូកកាត់នៅផ្លែដើមួយដើមនេះចេញមកតែគ្រប់យ៉ាងក៏ត្រូវបានបរាជ័យដោយសារតែក្រុមគ្រួសារតកូជីនឹងឯងម្ល៉េះហើយសមាជិកនៃក្រុមគ្រួសារតកូលីមានតែ3នាក់តែប៉ុណ្ណោះខ្ញុំប្អូនស្រីរបស់ខ្ញុំនិងម្ដាយរបស់ខ្ញុំតែប៉ុណ្ណោះដែលអាយុកាលរបស់ខ្ញុំគឺមិននៅយូរអង្វែងទៀតទេហើយបន្ទាប់ពីអាណាចក្រអមតៈរុនទាំងនេះត្រូវបានបិទទៅដោយការបរាជ័យលើកនេះម្ដងទៀតអញ្ចឹងគ្រួសារតកូលីរបស់ខ្ញុំប្រកាសជានឹងលីបាត់សាប់សូន្យឈឹងជាជាមិនខានវ៉ាលេនគឺខ្លួនចិត្តថាសុខចិត្តប្រតិបត្តិអាយុជីវិតខ្លួនឯងដើម្បីការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនហើយមើលទៅពេលស្ដីរបស់លីជៀននិយាយមកទាំងអស់នេះវាគឺមិនជាពេលស្ដីកុហកទេវ៉ាលេនក៏ចុចដើរបន្តមករសារទុកវិញនិយាយទៅកាន់លីជៀនថាលោកគឺបានបោកប្រាស់ខ្ញុំមុនហើយតែខ្ញុំតកូលស៊ូនេះគឺអាចទុកចិត្តលោកដោយរបៀបណាទៅលីជៀននិយាយថាកាត់មកជាមនុស្សភាពស្មោះត្រង់វាគឺជាកុសចំហមូលដ្ឋានគ្រឹះដ៏រឹងមាំហើយម្ចាស់ទីគ្រប់ប្រចាំទាំងអស់នេះគឺវាពាក់ព័ន្ធជាមួយនឹងគ្រួសារតកូលីរបស់ខ្ញុំគឺមិនហ៊ានយកវាមកធ្វើការភ្នាល់គ្នាដូចជាលបែងស៊ីសងទេដូច្នេះប្រសិនបើលបងស៊ូសុខចិត្តជួយខ្ញុំនៅក្នុងការប្រើប្រាស់វិជាមន្តអាគមនៅក្នុងការបង្អាក់អញ្ចឹងខ្ញុំនឹងមានឱកាសនៅក្នុងការបំបែកតាទេសកលចេញមានសង្ឃឹមរហូតដល់ទៅ9លើ10ឯណោះម្ចាស់ទៀតក៏បានចែកផ្លាកវិជាបន្ទុកមួយចេញមកផងដែរនៅក្នុងនោះក៏ត្រូវបានកត់ត្រាតើតើជាមួយនឹងវិជាផ្កាអង្កេតសិលតាំង13ស្នាខ្ញុំគឺសុទ្ធចិត្តបកគលជូនទៅកាន់លបងស៊ូមុនដើម្បីចាត់ទុកថាវាគឺជាការសុំទោសហើយក៏ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្ញុំផងដែរវ៉ាងលីនរបស់យើងប្រើប្រាស់កម្លាំងទៅសង្កេតមើលថានេះគឺជាវិជាផ្កាអង្កេតសិលតាំង13ស្នាពិតមែនប៉ុន្តែវានឹងខ្វះ5ស្នាបន្ថែមទៀតវ៉ាងលីននឹកស្មានមកដល់ឡើយថាខ្លួនគេទទួលបានវិជាផ្កាអង្កេតសិលតាំង13ស្នាតាំងរបៀបនេះឡើយគិតក្នុងចិត្តបន្តទោះបីជាលីជៀនមនុស្សម្នាក់នេះមានគម្រោងផែនការរៀបចំមិនចេះឈប់ឈរក៏ដោយប៉ុន្តែពាក្យសម្ដីរបស់គេនិយាយមកគឺមានភាពស្មោះត្រង់មួយយ៉ាងដែរក៏និយាយសួរទៅកាន់លីជៀនគឺចង់ឲ្យខ្ញុំជួយគ្រាន់តែប្រើប្រាស់វិជាមន្តអាគមនៅក្នុងការបង្អាក់តែមែនទេលីជៀននិយាយប្រាប់ទាំងសប្បាយចិត្តគឺត្រឹមត្រូវហើយលបងស៊ូដែលប្រពបដើមនៃត្រានិមិត្តសញ្ញាទេសកលវាគឺជាប់ជាមួយនឹងរូបសម្បត្តិថ្មអមតៈនៅលើកំពូលភ្នំនេះឯងហើយខ្ញុំនឹងប្រើប្រាស់ដៃរបស់ខ្ញុំនេះបំបែកនៅរូបសម្បត្តិថ្មដ៏ធំដូច្នេះហើយត្រានិមិត្តសញ្ញាទេសកលរបស់ខ្ញុំប្រកាសជានឹងលុបបំបាត់ចេញផងដែរហើយដូច្នេះលបងស៊ូគឺសុខចិត្តជួយខ្ញុំដែរទេវ៉ាងលីនរបស់យើងនិយាយភ្លាមៗខ្ញុំគឺចូលព្រមលីជៀនគេក៏នាំវ៉ាងលីនដើរចូលទៅហើយក៏និយាយលើកឡើងតាក់ទិនជាមួយនឹងវិជាផ្កាអង្កេតសិលតាំង18ស្និតនេះគឺមិនគួរណាប្រ
កលទៅកាន់អ្នកដទៃបានទេប៉ុន្តែយ៉ាងណាខ្ញុំគឺសុខចិត្តបំពេញច្បាប់ដូនតារបស់ខ្ញុំបន្ទាប់ពីកិច្ចការងារនេះជោគជ័យខ្ញុំនឹងបកគលវិជាទាំង5ផ្សេងទៀតចុងក្រោយទៅឲ្យលបងតាមក្រោយម្ល៉េះលីជៀនគេបានរំវាងលីនមកដល់ទីកន្លែងនេះប្រើប្រាស់ដើម្បីសញ្ញាមួយទៅកាន់ភ្នំលើចេញឡើងនៅបន្ទះថ្មជាច្រើនចេញមកបង្កើតជាចន្ទើនៅចំពោះមកវ៉ាលីននិយាយសួរថាលបងលីជៀនគឺបានប្រើប្រាស់វិជានៅការរឹតបន្តឹងសម្រាប់រំគាមានសពិតកម្លាំងថាពលប្រៀបបានដូចជាមនុស្សដែលស្ថិតនៅក្នុងកម្រិតទី9បានដោយកាត់ពិតទៅគឺបានពឹងផ្អែកទៅលើកម្លាំងថាពលពីភ្នំទាំងអស់នេះហើយគឺដោយសារតែក្បួនច្បាប់នៃការរឹតបន្តឹងរបស់លបងលីជៀនគឺដូចគ្នាជាមួយនឹងភ្នំទាំងអស់នេះដូច្នេះគឺអាចប្រើប្រាស់តាមតម្រូវចិត្តនៅវដែលចង់បានដូចជានិយាយថាលបងស៊ូគឺនិយាយមកពិតជាត្រឹមត្រូវដោយកំពូលភ្នំទាំងអស់នេះវាក៏ត្រូវបានបង្កើតឡើងដោយច្បាប់នៃការរឹតបន្តឹងនៃការសម្រាប់រំគានឹងឯងដែលវាគឺជាវិជាហាមឃាត់សម័យកាលបុរាណមួយនៅក្នុងចំណោមវិជាហាមឃាត់សម័យកាលបុរាណទាំង4ដែលក្បួនច្បាប់នៃការរឹតបន្តឹងនេះពួកវាក៏មានរូបភាពនៃតំណាងដ៏អាចក្បាំងជាជ្រៅផងដែរតែទាំងជាមួយនឹងរូបរាងត្រីកោណរូបរាងរង្វង់មូលភាពទទេស្អាតថានឹងភាពមិនពេញលេញប៉ុន្តែគួរស្ដាយវាក៏បានបាត់បង់ជាយូរលង់ណាស់មកហើយគ្រូសាស្ត្រតកូលីរបស់ខ្ញុំឬសាងនៅការកាត់ទុកបន្តិចតួចតែប៉ុណ្ណោះនៅទៅពេលគេបានដើរឡើងទៅវ៉ាលីនក៏និយាយបន្តផងដែរតែទាំងជាមួយនឹងក្បួនច្បាប់នៃការរឹតបន្តឹងទាំងអស់នេះកម្រិតរបស់វាគឺខ្ពស់ជាងអាណាចក្រឋានសួគ៌ផែនដីពណ៌ខ្មៅហើយពណ៌លឿងទៀតលីជៀននិយាយថាគឺពិតជាត្រឹមត្រូវនិយាយសង្ខេបទៅបើតែទាំងជាមួយនឹងក្បួនច្បាប់នៃការរឹតបន្តឹងរបស់លីជៀនកំពុងតែដំណើរការនៅពេលនេះវាគឺមានកម្រិតខ្ពស់ណាស់គឺខ្ពស់ជាងកម្រិតតែវ៉ាងលីនបាននិយាយលើកឡើងទាំង4អំបញ្ញនេះទៅទៀតលីជៀននិយាយបន្តតែទាំងជាមួយនឹងក្បួនច្បាប់ទាំងអស់នេះអ្វីគ្រប់យ៉ាងទាំងអស់គឺស្ថិតនៅក្នុងក្តាប់ដៃរបស់យើងពួកយើងចង់ពរួមតូចក៏បានពរួមទៅជាធំក៏បានចិត្តឬមួយក៏ឆ្ងាយលីជៀនគេក៏បានចាប់ច្បាច់ដៃរបស់គេនៅទីពីក៏បានពរួមទីតាំងផ្លាទីទៅដល់លើកំពូលភ្នំបានយ៉ាងងាយជាងចឹងដែលទៅមុខនិយាយថានៃទីបំផុតដំណាក់កាលចុងក្រោយគឺចិត្តនឹងបញ្ចប់ហើយប៉ុន្តែមិនណាគេគឺពិបាកនៅក្នុងការគ្រប់គ្រងខ្លួនឯងជាខ្លាំងហើយនេះគឺស្ថិតនៅក្នុងសមត្ថផ្លូវចិត្តរបស់លីជៀននឹងឯងលីជៀនគឺមិនដឹងថាមានបញ្ហាអ្វីកើតឡើងចំពោះគេទេផ្សេងអាខ្មៅ4ដុំក៏បានហោះចេញមកក្បួនច្បាប់នៃការរឹតបន្តឹងក៏បានមកចាប់ចងដៃចងជើងលីជៀនជាប់គេគឺមិនដែលផ្លាស់ទីចាក់ចេញទៅណាបានទេហើយក៏និយាយសួរថាតើឯងគឺជានរណាគេទៅសម្លេងមនុស្សម្នាក់នោះនិយាយថាតើឯងគឺពិតជាមិនដឹងថាខ្ញុំជានរណាគេមែនទេបើតែទៅជាមួយនឹងមេសញ្ញាត្រាទេសកលនៅលើខ្លួនរបស់ឯងនោះវាគឺជាស្នាដៃរបស់ខ្ញុំដែលជាអ្នកធ្វើបាត់ដៃដ៏ធំមួយក៏បានលើកចេញមកវាយតម្លាក់លីជៀនចុះមកខាងក្រោមលីជៀននិយាយសួរខ្លាំងហើយទៅបញ្ជាឯងអាចចូលនៅក្នុងសមិទ្ធស្មារតីផ្លូវចិត្តរបស់ខ្ញុំបានសម្លេងមនុស្សម្នាក់នោះនិយាយប្រាប់ថាគឺចាប់តាំងពីត្រានៃមេសញ្ញាទេសកលក៏កើតមកខ្ញុំក៏បានស្ថិតនៅទីកន្លែងនេះរហូតមកផងដែរដល់ពេលដែលសមាជិកគ្រួសារតកូលីបំបែកមកដល់កម្រិតទី7នោះនឹងក៏កើតនៅត្រានៃមេសញ្ញាទេសកលចេញមកហើយអញ្ចឹងលីជៀនគេនិយាយតាំងវិជ្ជាអញ្ចឹងមានន័យថាក្នុងប្រវត្តិសាស្ត្រនៃគ្រួសារតកូលីរបស់ខ្ញុំមានតែខ្ញុំហើយនៅថ្នាក់ដឹកនាំគ្រួសារតកូលីតំណែងមុនតែប៉ុណ្ណោះដែលជាលីជៀងឡានហើយសម្រាប់មនុស្សខ្មែរមួយនេះក៏ពិតទៅគឺជាអ្នកបម្រើអមតៈនឹងឯងគេនិយាយប្រាប់ថាគឺពិតប្រាកដហើយមានតែឯង2នាក់តែប៉ុណ្ណោះដែលគួរស្ដាយលីជៀងឡានគេក៏ត្រូវបានបាត់បង់ជីវិតទៅហើយគេគឺមិនដឹងថាខ្ញុំក៏បានគ្រប់គ្រងរូបរាងកាយរបស់គេតាំងពីយូរលង់ណាស់មកហើយដែរចំណែកគេឯងនេះវិញគឺពិតជាមានភាពវៃឆ្លាតជាងលីជៀងឡានទៀតអញ្ចឹងសាច់រឿងក៏បានបង្ហាញរយៈពេលរាប់ពាន់ឆ្នាំមុននេះគឺជាលីជៀងឡាននឹងឯងដែលជាអ្នកដឹកនាំនៃគ្រួសារតកូលីដែលលីជៀងឡានក៏នឹងប្រើប្រាស់នៅផ្លែដើមម្ដងនេះដើម្បីកាត់ផ្ដាច់នៅត្រានៃសញ្ញាទេសកលចេញពីខ្សែស្រ័យសាច់ឈាមនៃគ្រួសារតកូលីប៉ុន្តែចំណាផ្លែដើមម្ដងនេះគឺមិនអាចវាយបំបែកនៅរូបសម្បត្តិថ្មដ៏ធំនេះបានឡើយដូច្នេះហើយព្រលឹងវិជាអ្នកបម្រើអមតៈក៏បានគ្រប់គ្រងរូបរាងកាយរបស់លីជៀងឡានចំណែកគេនេះវិញគឺជាបុព្វបុរសនៃគ្រួសារតកូជីនឹងឯងឈ្មោះថាជីយុនហ្វាំងលើកដៃអង្គគ្រប់ទៅកាន់វិជាអ្នកបម្រើអមតៈបាននិយាយថាតើសក្ការៈបូជារៀបចំហើយនៅបុព្វបុរសគ្រួសារតកូជីក៏បានជើកូនចៅរបស់ខ្លួនចេញមកម្នាក់ខ្ញុំក៏សុខចិត្តលះបង់កូនចៅរបស់ខ្ញុំផ្ទាល់ខ្លួននៅក្នុងការបំពេញបំណងរបស់លោកម្ចាស់នៅពេលនេះដោយគ្មានចិត្តរីករាយបន្ទាប់ពីបានដឹងហេតុការណ៍ទាំងអស់នឹងហើយលីជៀននិយាយតាំងខ្ជាប់ដូច្នេះបើតាក់ទិនជាមួយនឹងដើមនោះវាគឺជាការបោកប្រាស់ទាំងអស់ព្រលឹងវិជាដើមរាងនិយាយតាំងអស់សំណោចនៅក្នុងការកាប់ផ្ដាច់ត្រានៃសញ្ញាទេសកលនៅពេលនោះមេដឹកនាំនៃគ្រួសារតកូលីរបស់ឯងត្រូវបានខ្ញុំគ្រប់គ្រងខ្ញុំគ្រាន់តែបង្ហាញផ្លូវទិញទួយតែប៉ុណ្ណោះហើយគេក៏បានលងជឿដោយខ្លួនឯងដែលតាក់ទិនជាមួយនឹងដើមអាចកាត់ផ្ដាច់នៅត្រានៃសញ្ញាទេសកលបានមិនថាឯងហើយនឹងលីជៀងឡានក៏ដូចជាសមាជិកគ្រួសារតកូលីទាំងអស់គឺគ្រាន់តែជាកូនអុករបស់ខ្ញុំមួយនៅក្នុងការបំពេញបំណងប្រាថ្នារបស់ខ្ញុំតែប៉ុណ្ណោះហើយរាល់ជំហានទាំងអស់ដែលឯងបានដើរខ្ញុំទេគឺជាអ្នកណែនាំនឹងបើកផ្លូវហើយបាននាំឯងមកដល់ទីកន្លែងនេះនៅក្នុងការបំពេញបំណងប្រាថ្នារបស់ខ្ញុំឲ្យជោគជ័យមិនតែគួរស្ដាយដោយការពីមុនផែនការរបស់ខ្ញុំគឺចិត្តនឹងសម្រេចហើយប៉ុន្តែយ៉ាងណាម្ដងនេះខ្ញុំនឹងធ្វើវាឲ្យបានជោគជ័យពលិវិជាអ្នកបម្រើអមតៈគាត់ក៏បានចាក់ចេញទៅគ្រប់គ្រងរូបរាងកាយរបស់លីជៀននៅខាងក្រៅលីជៀននៅខាងក្នុងនោះវិញនិយាយតាំងហួសចិនដែលរឿងរ៉ាវគ្រប់យ៉ាងទាំងអស់វាគឺជាការបោកប្រាស់ដែលខ្លួនគេ
គេក្បាប់ជាជាមសុខាត់តាំងពីតូចមកគឺមិនដែលបានឈប់សម្រាកមួយថ្ងៃទេប៉ុន្តែនៅពេលដែលគេបានខំប្រឹងកន្លងមកវាគឺស្មើនឹងអត់ន័យក៏និយាយសុំទោសទៅកាន់វាងលៀនរបស់យើងផងដែរលបងស៊ូសូមអភ័យទោសផងដូចខ្ញុំក៏បានអត់ទិញលបងស៊ូឲ្យជាប់ពាក់ព័ន្ធជាមួយនឹងរឿងបញ្ហាគ្រប់ប្រចាំទាំងអស់នេះដែរអញ្ចឹងខ្ញុំសូមអភ័យទោសផងម្ល៉េះលីជៀនក៏ត្រូវបានភ្លឺវិជាអ្នកបរាអមតៈគ្រប់គ្រងខ្លួនគេបានចាំងពេញលេញវ៉ាលីនគឺព្យាយាមហៅលបងលីជៀនមានបញ្ហាអ្វីកើតឡើងទៅម្ល៉េះអ្នកបរាអមតៈងើបក្រោកឡើងនិយាយប្រាប់ថាលបងស៊ូមិនចាំបាច់បារម្ភទេនេះគឺដោយសារតែនៅវិសញ្ញាទេសកលវិកមានព្រឹត្តិកម្មអញ្ចឹងពួកយើងគួរតែដើរឡើងទៅខាងលើទៅតែវ៉ាលីននៅតែងើបឆ្ងល់ក្នុងចិត្តរយៈពេលមួយផ្លែសោះលីជៀនមើលទៅក៏ត្រូវបានផ្លាស់ប្ដូរដូចជាមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹងប្រើប្រាស់កម្លាំងសង្កេតមើលផងដែរវាគ្មានអ្វីដែលត្រូវខុសឆ្គងទេវ៉ាលីនគិតថាតានេះវាគឺជាការបំផន់មែនទេតែចំណាយចំពោះស៊ីលីកូននៅខាងក្នុងនិយាយប្រាប់លោកម្ចាស់នេះគឺមានអ្វីមួយដែលខុសប្លែកទៅលើខ្លួនលីជៀនមនុស្សម្នាក់នេះធ្វើអារម្មណ៍របស់ខ្ញុំគឺពិតជាផិតភ័យជាខ្លាំងនៅពេលដែលអ្នកទាំងពីរដើរឡើងមកដល់ខាងលើវ៉ាលីនស្បឹងទៅមើលរូបស្នាថ្មធ្វើគេមើលឃើញរូបភាពមួយចំនួនដែលបានកើតឡើងស្ថិតនៅទឹកដីអាណាចក្រអមតៈរួមផ្ទះកាលពីមុនហើយមនុស្សម្នាក់នេះគាត់គឺជាមេតបអមតៈនឹងឯងឈ្មោះថាគូស៊ីចានដែលជារូបស្នាថ្មអមតៈនៅខាងក្រៅនេះឯងវ៉ាលីនដឹងថានេះគឺជាគាត់ដែលប្រើប្រាស់ស្និតដែលរួមផ្ទះទៅវាយទប់ស្កាត់ជាមួយនឹងដុំភ្លើងដែលកំពុងតែបាញ់ធ្លាក់ចូលមកវ៉ាលីនគឺពិតជាភ្ជាប់ឲ្យតែទៅជាមួយនឹងអំណាចថាពលស្និតដែលគាត់បានប្រើទៅគឺពិតជាអស្ចារ្យភ្លាមមានបាត់ដៃដ៏ធំមួយក៏បានធ្លាក់ចូលមកអ្នកទាំងអស់គ្នាពួកគាត់ក៏បានប្រើប្រាស់កម្លាំងថាពលស្និតផ្លែដែរវាយទៅទប់ស្កាត់ប៉ុន្តែចំណាដោយសារតែអត្តពលបាត់ដៃដ៏ធំគឺខ្លាំងពេកអញ្ចឹងពួកអ្នកទាំងអស់គ្នាមិនអាចទប់ស្កាត់បានឡើយគឺត្រូវបានវាយផ្ទុះឡើងរំជួយមេតបអមតៈក៏និយាយថាទោះបីជានៅពេលនេះគាត់គឺបរាជ័យក៏ដោយប៉ុន្តែពលឹងវិជារបស់គាត់គឺនៅ set stage ជារៀងរហូតរូបកាយរបស់គាត់ក៏ត្រូវបានលេបបាត់ហើយម្យ៉ាងទៀតវ៉ាលីនក៏បានលើកសម្លេងមនុស្សម្នាក់បានស្រែកពីចម្ងាយខ្លាំងថាមិនពិតទេហើយវ៉ាលីនក៏ងើបឆ្ងល់ផងដែរតែនរណាគេទៅគឺជាអ្នកស្រែកអំបញ្ញនោះបើភ្នែកទាំងខ្លួនវិញឃើញថាអ្នកមរៈអមតៈក៏បានដើរទៅគៀកជាមួយនឹងរូបស្មាថ្មអមតៈបាត់ទៅហើយក៏និយាយថានីតិបផតនៅថ្ងៃនេះក៏បានមកដល់ហើយនឹងបានឲ្យជីហុងចេញមកនិយាយថានៅថ្ងៃនេះខ្ញុំនឹងយកឈាមរបស់នាងមកធ្វើការបូជាដើម្បីបំពេញតម្រូវការរបស់ខ្ញុំមួយស្និតដែរវាសម្រាប់ជីហុងទៅយកខ្ញុំសាឈាមរបស់នាងមួយដងមកលាបទៅលើផ្លែដែរហើយបានចាប់ជើងភ្លើងរបស់នាងមករសាទុកទៀតផងខ្ញុំសាឈាមរបស់ជីហុងក៏បានរសាត់អណ្ដែតទៅលើរូបកាយរូបស្មាថ្មអមតៈនឹងលំលាយចូលនៅក្នុងរបងកៅភ្នែកទាំងពីរក៏ប៉ុន្តែបន្ទាប់មកវាក៏បានហោះចុះក្រោមវិញប្រៀបបានដូចជាកំពុងតែយំបង្ហូរទឹកភ្នែកចុះក្រោមយ៉ាងដែរវ៉ាលីនឃើញចឹងហើយក៏បានដឹងថារូបស្មាថ្មនេះក៏បានបញ្ចេញនៅចំហាយនៃការអន់ចិត្តជាច្រើនយ៉ាងលោលប់ហើយនេះវាគឺមិនជាការបត់បែនធម្មតាទេដូចជាគេក៏បានបោះនៅរូបភ្លើងរបស់ជីហុងទៅបបកជាមួយនឹងរូបស្មាថ្មដ៏ធំធ្វើឲ្យវាឡើងប្រេះបាយប៉ុន្តែចំណាយវ៉ាលីនគឺពិតជាខ្ជិបអើនៅលើដៃរបស់គាត់គឺគ្មានផ្លែដាវទេដូច្នេះនីតិបផុតវ៉ាលីនក៏សង្កត់បានដឹងហើយក៏បានបញ្ជាស៊ីលីកូប្រើប្រាស់អារម្មណ៍ស្មារតីទេវភាពទៅសង្កេតមើលដូចជានិយាយថាលបងស៊ូគួរតែចាប់ផ្ដើមទៅតែវ៉ាលីននិយាយថាលបងលីអំបីនេះខ្ញុំក៏បានឃើញពីរូបភាពមួយចំនួនដែលបានកាត់ឡើងពីអតីតកាលដែលមេតបអមតៈបណ្ដានេះដៃរបស់គាត់ក៏បានកាន់ដាវនៅក្នុងការកាប់សម្លាប់សត្រូវតែលបងលីអាចបកស្រាយប្រាប់ខ្ញុំបានទេហេតុអ្វីបានជារូបសម្បត្តិថ្មអមតៈនេះក្នុងដៃរបស់គាត់គឺគ្មានដាវអញ្ចឹងលីជាអញ្ចឹងក៏ពិតជាខ្ជិបអើដាក់ទៅជាមួយនឹងដាវគឺតែងតែចេញមកកាពីម្ចាស់របស់វានៅពេលដែលម្ចាស់របស់វាបាត់បង់ជីវិតទៅដាវគូណាតែឬសាប់បាត់ទៅតាមនឹងផងដែរហើយសម្រាប់លបងស៊ូនឹងតែបន្ទុកចិត្តខ្ញុំមិនអីទេបន្ទាប់ពីកិច្ចការងារជោគជ័យខ្ញុំនឹងប្រកួតជូននៅវិជាទាំង5នៅផ្កាអង្គសចុងក្រោយឲ្យលបងបន្ថែមពីលើនេះទៀតខ្ញុំនឹងប្រកួតជូនវិជាមន្តអាគមនៃការរឹតបន្តឹងសម្រាប់នឹងគេទៅឲ្យលបងបន្ថែមទៀតផងដែរចំណែកឯស៊ីលីកូននិយាយប្រាប់លោកម្ចាស់ខ្ញុំក៏បានរកឃើញហើយនៅខាងក្រោមអាសនៈថ្មនេះគឺមានទីកន្លែងមួយដែលត្រូវបានលាក់បាំងវ៉ាលីនរបស់យើងក៏បានផ្លាស់ទីឡើងលើលីជៀនក៏ពិតជាសប្បាយចិត្តគិតថាវ៉ាលីនគឺធ្វើតាមតម្រូវការគេប៉ុន្តែវ៉ាលីនក៏បានប្រើប្រាស់ស្និតដាវវាយបំបែកនៅទីកន្លែងនៅខាងក្រោមខ្ទេចឃើញថានោះវាគឺជាដាវអមតៈរុនតែលីជៀនគឺពិតជាព្យាបាលប្រើប្រាស់កម្លាំងទៅកាន់ដាវអមតៈក៏ដូចជារូបសម្បត្តិថ្មទាំងអស់ក៏បានបរួបចូលគ្នាវិញនិយាយថាលបងស៊ូតែលបងគឺភ្លេចពីការសន្យារបស់ពួកយើងហើយមែនទេវ៉ាលីនរបស់យើងនិយាយប្រាប់ហើយខ្ញុំក៏បានសន្យាជាមួយនឹងលីជៀនគឺមិនមែនជាលោកទេអ្នកបរាអមតៈគឺមិនបានលាក់បាំងសមត្ថភាពពិតរបស់គេទៀតឡើយនិយាយថានីតិកន្លែងនេះដូច្នេះខ្ញុំនឹងបង្ហាញសមត្ថភាពពិតរបស់ខ្ញុំឲ្យឯងបានឃើញរបាំងគុំខាំងមួយក៏បានដំណើរការនឹងរៀបរៀងវ៉ាងលីនមកដោយផ្លាស់ទីចាក់ចេញទៅក្រៅបានឡើយស្នេហ៍បាត់ដៃធំទាំងពីរក៏បានទៅចាប់ច្បាច់ក្តោបវ៉ាងលីនជាប់ប៉ុន្តែក៏ត្រូវបានអាយ៉ងអមតៈរបស់វ៉ាងលីនវាយបំបាយខ្ទេញលីជៀនបានត្រឹមតែឈ្នះញញឹមប្រើប្រាស់ក្បួនចាប់ចងអាយ៉ងអមតៈរបស់វ៉ាងលីនជាប់ទម្លាក់ចូលមកខាងក្រោមក្ពាកនិយាយថាគ្រាន់តែជាអាយ៉ងអមតៈក្របតិប៉ុណ្ណឹងគឺហ៊ានមកតតាំងជាមួយនឹងខ្ញុំផងឯងលីជៀនបន្តថាប្រសិនបើឯងគឺសុខចិត្តជួយធ្វើឲ្យលោកម្ចាស់របស់ខ្ញុំរស់រានមានជីវិតវិញខ្ញុំនឹងអនុញ្ញាតឲ្យឯងចាក់ចេញទៅដែលមានជីវិតតែវ៉ាលីនមិនខ្វាន់ទេទិញចុកផ្លែដៃអមតៈសម្រាប់ខ្លួនចូលទៅវាយផ្ទុះឡើងរំជួយវ៉ាលីនគឺខ្លួនចិត្តកាលពីមុនលបងលីជៀនក៏បានអញ្ជើញខ្ញុំមកដល់ទីកន្លែងនេះវាប្រកបជាផែនការសិននៅក្រុមការគ្រប់គ្រងរបស់មនុស្សម្នាក់នេះជាមិនខានហើយបើសិនបើគោលដៅមនុស្សម្នាក់នេះគ្រាន់តែចង់ឲ្យម្ចាស់របស់ខ្លួនរស់រានមានជីវិតហើយអ្វីបានជាត្រូវបោតបង្ឆាត់ខ្ញុំមកដល់ទីកន្លែងនេះអញ្ចឹងអ្នកប្រាអមតៈនិយាយថាខ្ញុំពិតជាមើលស្រាឯងពេកហើយចាប់តាំងពីឯងរឿងរស់អញ្ចឹងដូច្នេះខ្ញុំនឹងបង្ហាញថ្នាំខ្លាំងឲ្យឯងបានស្គាល់អញ្ចឹងគេក៏បានប្រើប្រាស់វិជានៃការរឹតបន្តឹងផ្កាអង្គសិលទាំង18ចេញមកហើយនេះវាគឺជាស្នីតទី1នៃផ្កាអង្គ
កេសលទាំង18ដែលហៅថាផ្ការីកនៅក្នុងរដូវរងាផ្កាអង្គេសលក៏បានដុះចេញមកពីក្រោមដីឬក៏ជាតិវ៉ាជាច្រើនក៏បានដេញតាមប្រមាញ់វាងលេនហើយអ្នកបម្រើអមតៈក៏បានប្រើប្រាស់ស្នេហ៍ទី4នៃផ្កាអង្គេសលផងដែរអញ្ចឹងក៏បានបង្កើតចិញ្ចៀរូបរាងកាយឬក៏ជាឈើផ្កាអង្គេសលចូលទៅវាយប្រមាញ់វាងលេនប្រើប្រាស់ស្នេហ៍ដើមវាយទប់ទល់គិតក្នុងចិត្តថាតម្រងនៃការបង្កើតទាំងអស់នេះវាក៏ដូចជាការបំភាន់ដែលគ្មានទីបញ្ចប់ប៉ុន្តែចំណានៅក្នុងលោកពេលដែលវ៉ាលិនកំពុងតែទប់ទល់សង្កេតឃើញថាក្បួនផ្កាអង្គេសលវាគឺមិនស្ថិតស្ថេរឡើយសម្លឹងទៅមើលអ្នកបម្រើអមតៈនោះគាត់គឺកំពុងតែឈឺក្បាលវមកដោយសារតែភ្លើងវិជារបស់លីជៀននៅក្នុងស្មារតីផ្លូវចិត្តនោះវិញកំពុងតែព្យាយាមរើប្រដាស់ខ្លួនផងដែរវ៉ាលិនដឹងថាច្បាប់នៃការរឹតបន្តឹងទាំងក្នុងនិងទាំងក្រៅគឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងលីជៀនអញ្ចឹងខ្ញុំគ្រាន់តែដាស់លីជៀនឲ្យផ្ចាត់ដឹងខ្លួនមកនោះបញ្ហាទាំងអស់នឹងត្រូវបានបញ្ចប់ហើយប្រសិនតែហោះសម្រាប់ខ្លួនជាងលឿនចូលទៅវិញអ្នកបម្រើអមតៈប៉ុន្តែយ៉ាងណាគាត់ក៏បានប្រើប្រាស់នៅក្បួនផ្កាអង្គេសលមកទប់រងកាពីខ្លួនគាត់ឲ្យមានសុវត្ថិភាពដដែលអ្នកបម្រើអមតៈនិយាយតាំងឈឺក្បាលហើយពិបាកនៅក្នុងការគ្រប់គ្រងខ្លួនឯងជាខ្លាំងនិយាយប្រាប់ថានៅក្នុងការជួយដាស់នៅម្ចាស់របស់ខ្ញុំឲ្យផ្ចាត់ដឹងខ្លួនវិញខ្ញុំក៏បានចំណាយពេលវេលារបស់ខ្ញុំរាប់ពាន់ម៉ឺនឆ្នាំមកហើយក៏បានចំណាយនៅភ្លើងមីគីនៃការវឹកហាត់របស់ខ្ញុំបន្ថែមទៀតផងហើយចំណែកឯឯងនៅពេលនេះគឺមិនអាចបញ្ឈប់ខ្ញុំបានឡើយវ៉ាលិនលើតាក់ទងជាមួយនឹងការតាំងចិត្តនឹងមីគីតោក៏ស្មែដែលកើតទៅដល់រូបស្មាថ្មអមតៈគាត់ក៏បានដូចជាបង្ហូរទឹកភ្នែកចេញមកអញ្ចឹងក៏ទប់ទល់ជាមួយនឹងក្បួនផ្កាអង្គេសលបដាលនិយាយបដាលថាវិជាដែរលោកក៏ណាតែជុំនិយាយពីសម្ដីគ្មានហេតុផលទាំងអស់នេះទៀតទៅហើយលោកក៏សាកគិតមើលរយៈពេលរាប់ពាន់ឆ្នាំមុនលោកក៏បានរៀបចំផែនការដោយនេះដែរហេតុអ្វីបានជាវាបរាជ័យដែលបានលើកពាក្យសម្ដីទាំងអស់នេះហើយគឺធ្វើអ្នកបម្រើអមតៈពិបាកនៅក្នុងការគ្រប់គ្រងខ្លួនឯងជាខ្លាំងដែលពាក្យសម្ដីដែលវ៉ាងលិននិយាយមិញវាគឺជាការតេស្តសារបងទៅលើអ្នកបម្រើអមតៈតែប៉ុណ្ណោះនិយាយបន្តថាលីជៀនក៏បានសូមឲ្យខ្ញុំមកជួយគឺគ្រាន់តែប្រើប្រាស់នៅកម្លាំងថាពន្ធនៃការបង្អាក់តែប៉ុណ្ណោះប៉ុន្តែចំណាបំណងរបស់លោកដែលចង់បានគឺមិនជាវិជាមុននឹងគុំនៃការបង្អាក់នឹងឡើយប៉ុន្តែវាគឺជារំពាត់ផលកម្មនេះមែនទេជាហេតុដែលលោកគឺបានបោកបញ្ឆាតខ្ញុំឲ្យមកដល់ទីកន្លែងនេះចំណែកឯខ្សែនៃការរឹតបន្តឹងចុងព្រលឹងវិជារបស់លីជៀននៅខាងក្នុងក៏ត្រូវបានកាត់ផ្ដាច់ទាំងអស់កំពុងតែផ្ចាត់នឹងខ្លួនវិញតិចតិចអ្នកបម្រើអមតៈនិយាយថាឯងគួរតែបុគ្គលវត្ថុនេះមកឲ្យខ្ញុំមកវ៉ាលីននិយាយបន្តមូលហេតុដែលឯងចង់បាននឹងរំពាត់ផលកម្មរបស់ខ្ញុំនេះគឺប្រើប្រាស់វាដើម្បីបញ្ច្រាស់ជោគវាសនារបស់ម្ចាស់របស់ឯងឲ្យរស់រានមានជីវិតវិញម្ដងទៀតតាមមែនទេប៉ុន្តែចំណាខ្ញុំគឺសូមប្រាប់ឯងបានដឹងមូលហេតុតែមួយគត់ដែលធ្វើឯងបរាជ័យរយៈពេលរាប់ពាន់ម៉ឺនឆ្នាំមុននោះគឺមិនមែនដោយសារតែមានឧបសគ្គអ្វីមករារាំងទេប៉ុន្តែគ្រូអាចារ្យទាំងអស់គឺដោយសារតែមេតបអមតៈខ្លួនគាត់ផ្ទាល់គឺមិនចង់ផ្ចាត់ដឹងខ្លួនវិញដោយខ្លួនឯង